បងប្អូនយើងភាគច្រើនក៏យកច្រឡំថាម៉ាស៊ីនរបស់យើងទទួលតែក្តារ100រៀលទេតែតាមពិតអត់ទេប្រតិបត្តិការរបស់វាគឺទទួលចាប់ពីក្តារ100 500 1000 2000រហូតដល់ក្តារ5000ដូចខ្ញុំឥឡូវខ្ញុំមានកណ្ដុង5លីត្រខ្ញុំខ្ជិលញ័រក្តារ100ច្រើនដងអញ្ចឹងខ្ញុំប្រើក្តារ500នេះទៅទិញហ្មងចឹងពេលដែលយើងសល់ក្តារ500ទៅវាលោតលុយនៅក្នុងនេះដោយសារមិញមានបងប្អូនយើងគាត់ទិញទៅនៅសល់កតុយ57សេនអញ្ចឹងយើងញ៉ាត់500ទៅវាឡើង557សេនឥឡូវយើងបរហូតទឹកពីក្នុងអានេះចឹងសម្រាប់កណ្ដុងយើងធំយើងអាចលើកអានេះឡើងដើម្បីកុំឲ្យវាទៅហ៎ហើយយើងចុចបរហូតនៅកន្លែងនេះទឹកខ្ញុំពេញហើយខ្ញុំយកច្រើនខ្ញុំលើកអត់រួចអញ្ចឹងលុយនៅសល់តិចទៀតគឺវានឹងឃ្លាទិន្នន័យចោលអូតូហ្មងប៉ុន្តែបើសិនជាក្នុងករណីមានបងប្អូនយើងគាត់មកទិញពីក្រោយខ្ញុំគាត់មិនបាច់សោកលុយក៏បានដែរដោយសារលុយនៅសល់200អញ្ចឹងគាត់អាចចុចបរហូតទឹកបាន2លីត្រប៉ុន្តែបើសិនជាអត់មានអ្នកទិញទេអញ្ចឹងប្រហែលជា1នាទីក្រោយគឺវាឃ្លាទិន្នន័យចោលខ្លួនឯងហ្មងចុះសម្រាប់ការប្រើប្រាស់ទូនោះគឺងាយស្រួលខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអាកាសធាតុក្តៅខ្លាំងបងប្អូនចឹងមួយថ្ងៃញ៉ាំទឹកឲ្យតិចបំផុតក៏បាន3លីត្រដែរចឹងដើម្បីជៀសវាងកុំឲ្យភ្លេចញ៉ាំទឹកហើយយើងមានកណ្ដុងតូចយើងអាចប្រើអាធំដូចខ្ញុំដែរបានហើយយើងញ៉ាំចឹងហ្មង